ប្រទេសចំនួន3ទៅហើយគម្រាមដាក់ទណ្ឌកម្មលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បើសិនជាការចរចាបរាជ័យប្រទេសបារាំងរួមជាមួយនឹងប្រទេសអាល្លឺម៉ង់រួមជាមួយនឹងចក្រភពអង់គ្លេសបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថាទណ្ឌកម្មដែលត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015នឹងត្រូវបានស្ដារឡើងវិញបើសិនជាអ៊ីរ៉ង់បរាជ័យក្នុងការសម្រេចចិត្តបានកិច្ចព្រមព្រៀងថ្មីហើយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគម្រាមកំហែងដល់សន្តិសុខអឺរ៉ុបនេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសបារាំងផ្ទាល់តែម្ដងអំឡុងសន្ទរកថានៅអង្គការសហប្រជាជាតិនាថ្ងៃទី29ខែមេសាឆ្នាំ2025លោកបារ៉តបានលើកឡើងទៀតថាហ្វ្រង់បានឆ្លងហួសបន្ទាត់ព្រំដែនទាំងឡាយដែលខ្លួនធ្លាប់បានសន្យាគោរពតាមហើយប្រសិននេះចិត្តឈានដល់ការទទួលបានអាវុធនុយក្លេអ៊ែរហើយលោកបានបន្ថែមទៀតថាប្រសិនបើផលប្រយោជន៍សន្តិសុខអឺរ៉ុបមិនត្រូវបានធានានោះយើងនឹងមិនស្ទាក់ស្ទើរសម្បីតែមួយវិនាទីដើម្បីអនុវត្តឡើងវិញនៅទណ្ឌកម្មទាំងអស់ដែលត្រូវបានដកចេញកាលពី10ឆ្នាំមុនរដ្ឋមន្ត្រីរបស់បារាំងរូបនេះបានសង្កត់ធ្ងន់ធ្ងរថាការដាក់ទណ្ឌកម្មឡើងវិញនឹងជះឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងដល់សេដ្ឋកិច្ចអ៊ីរ៉ង់ទាំងមូលដោយបញ្ជាក់ថានេះមិនមែនជាអ្វីដែលយើងចង់បាននោះទេហើយនោះជាមូលហេតុដែលខ្ញុំអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យអ៊ីរ៉ង់ធ្វើការសម្រេចចិត្តចាំបាច់នៅថ្ងៃនេះដើម្បីជៀសវាងផលអាក្រក់បំផុតអ៊ីរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំជាមួយភាគីអឺរ៉ុបដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ដូចជាអង់គ្លេសបារាំងនិងអាល្លឺម៉ង់នៅទីក្រុងរ៉ូមកាលពីថ្ងៃសុក្រសប្តាហ៍មុនពលពេលកិច្ចពិភាក្សាបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិកគំនិតព្រួយផ្ដើមនេះធ្វើឡើងបន្ទាប់ពីចលនាការចរចានាពេលថ្មីនេះជាមួយនឹងអាមេរិកនៅប្រទេសអូម៉ង់និងការពិភាក្សាជាមួយរុស្ស៊ីនិងចិនអ៊ីរ៉ង់មានបំណងវាស់ស្ទង់ជំហររបស់អឺរ៉ុបលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញដែលអាចកើតមានក្នុងខែតុលាហើយពេលដែលកិច្ចព្រមព្រៀងឆ្នាំ2015បានផុតកំណត់យ៉ាងណាភាគីអឺរ៉ុបមិនទាន់ឆ្លើយតបទៅនឹងសំណើកិច្ចប្រជុំនេះនោះទេបើទោះបីជាពួកគេកំពុងវាយតម្លៃថាតើត្រូវចូលរួមនៅពេលនេះឬរងចាំការអភិវឌ្ឍបន្ថែមទៀតនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ក៏ដោយខណៈពេលដែលអ៊ីរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានធ្វើសេចក្តីរាយការណ៍ពីភាពជឿនលឿនដ៏សំខាន់ក្នុងការចរចាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិចយោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិអ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលបច្ចុប្បន្នបន្សុទ្ធរួចដល់ទៅកម្រិត 60% ជិតដល់កម្រិត 90% ទៅហើយដែលត្រូវការសម្រាប់ការផលិតសភាវុធប្រឡាយលោកសូមបញ្ជាក់ជូនផងដែរថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015របស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងជាមួយមហាអំណាចពិភពលោកចំនួន6មានដូចជាអាមេរិកអង់គ្លេសបារាំងចិនរុស្ស៊ីនិងអាល្លឺម៉ង់អ៊ីរ៉ង់បានយល់ព្រមកំណត់កម្រិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួននិងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអន្តរជាតិដ៏រឹងមាំជាថ្នូរនឹងការបន្ធូរបន្ថយនៅទណ្ឌកម្មយ៉ាងណាទៅមិញអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងជាឯកតោភាគីនៅឆ្នាំ2018ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីដូណាល់ត្រាំដោយបានអនុវត្តទណ្ឌកម្មធ្ងន់ធ្ងរឡើងវិញលើទីក្រុងតេហេរ៉ង់និងចាត់ទុកថាវាជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មានជាចុងក្រោយសូមជម្រាបលា